កងកាត់ការលំបាកអត់ឃ្លានមានស៊ីដូចខ្មែរដូចនេះហើយបើនិយាយអំពីការតស៊ូនឹងទឹកចិត្តថៃមិនអាចស៊ូជាមួយកម្ពុជាបានទេទោះបីថៃមានកម្លាំងសភាវុធច្រើនយ៉ាងណាក៏ដោយអត់សំខាន់ពេលដែលបាញ់គ្នាតើអ្នកហ៊ានបាញ់ឬអត់ជះទឹកដាក់គ្នារមែងតែទឹកអាវុធទំនើបអត់សំខាន់ទេសំខាន់ព្រោះថាពេលដែលមានអាវុធហើយតែហ៊ានបាញ់ឬអត់អ្នកឯងចិត្តក្នុងការធ្វើសង្គ្រាមឬអត់អ្នកឯងធន់នឹងការលំបាកឬអត់កម្ពុជាណាបងប្អូនបាញ់គ្នាម្ដងមិនដែលប្រើលេនដ្ឋានទេនេះខ្ញុំសើចផ្ទាល់ជាមួយនឹងកងកម្លាំងរបស់យើងបាញ់គ្រឿងក្រាំងណក់នៅឡើងលើដើមឈើឆ្លោះសមែលមើលទេនេះជាចិត្តរបស់យោធាកម្ពុជាយើងកងទ័ពខ្មែរយើងដោយសារឯទីមួយគាត់ធ្លាប់រស់នៅជ្រក់ជ្រែងជាមួយនឹងសង្គ្រាមគាត់ធ្លាប់ឆ្លងកាត់ការលំបាកកម្ពុជាជិត30ឆ្នាំរស់ក្រោមការលំបាកអត់ឃ្លានមានស៊ីខ្មែរអាចរស់បានតែថៃមិនអាចធ្វើដូចកម្ពុជាបានទេចាញ់តែទំហំដី3សែនគីឡូជាមួយ1សែនគីឡូជាងចាញ់72លានកម្ពុជា17លានតែ17លានកម្ពុជាធ្វើសង្គ្រាមប្រើកងទ័ពតែ2លានក៏អាចធ្វើឈ្នះដែរសាកមើលទៅទីថាមិនជឿខ្ញុំមានសង្គ្រាមនៅខេត្តព្រះវិហារឬក៏សង្គ្រាមនៅប្រាសាទព្រះវិហារជាគំរូស័ព្ទពួកសៀមនេះបើខ្មែរគេជ្រុលខ្លាំងសុំការចរចាទី1ផលប៉ះពាល់បើនិយាយអំពីផលប៉ះពាល់នៃការធ្វើសង្គ្រាមសប្តាហ៍ថ្ងៃទិន្នន័យរបស់កម្ពុជាចំនួនពលករជាលក្ខណៈស្របច្បាប់មិនក្រោម1លានអ្នកឬក៏អាច2លានទាំងចំនួនពលករដែលមិនស្របច្បាប់ខ្ញុំស្ថិតិឲ្យប៉ុណ្ណឹងដូច្នេះបើក្នុងករណីមានវិវាទកើតឡើងបញ្ហាសង្គ្រាមសៀមអាចបញ្ចេញកម្មករកម្ពុជាឲ្យត្រឡប់មកកាន់ប្រទេសរបស់ខ្លួនវិញតើសៀមនឹងប្រឈមមុខយ៉ាងណាចំពោះផលវិបាកនៃសង្វាក់ផលិតកម្មរបស់ខ្លួនបើក្នុងករណីធ្វើសង្គ្រាមការចាញ់ឈ្នះគ្នាគឺផ្ចាញ់ផ្ចាលដោយផ្នែកពាណិជ្ជកម្មទី1ថៃឈប់ផ្គត់ផ្គង់ទំនិញសពសារពើចូលមកកម្ពុជាអញ្ចឹងកម្ពុជាខ្លួនឯងត្រូវត្រៀមកម្ពុជាខ្លួនឯងត្រូវត្រៀមបើសិនជាយើងមិនស៊ីទំនិញថៃតើយើងត្រូវស៊ីទំនិញអីណាបើសិនជាថៃមិននាំទំនិញចូលមកកម្ពុជាក្នុងមួយថ្ងៃតើពាណិជ្ជករឬក៏អ្នករកស៊ីរបស់ថៃខាតធនប៉ុណ្ណាបើសិនជាក្នុងករណីថៃបញ្ចេញពលកររបស់កម្ពុជាចំនួនជិត1លានអ្នកដែលស្របច្បាប់មកកាន់ប្រទេសកម្ពុជាវិញតើផលប៉ះពាល់នៃសង្វាក់ផលិតកម្មរបស់សៀមប៉ះពាល់ប៉ុណ្ណាគិតឲ្យមែនទេ